ចាដែលឃើញបងប្អូនយើងខមមិនច្រើននៅជួបបញ្ហាជួបវិបត្តិជាពិសេសវិបត្តិសេដ្ឋកិច្ចហ្នឹងហ្មងចាអ្នកទាំងអស់គ្នាដឹងអត់ចាខ្ញុំពីមុនគឺមិនចាខ្ញុំតែងតែនិយាយរឿយចាពីអ្វីដែលខ្ញុំជួបចាដើម្បីចែករំលែកអ្នកទាំងអស់គ្នាចាជីវិតពីមុននឹងឥឡូវគឺខុសគ្នា360ដឺក្រេចាមិនជីវិតបើកភ្នែកឡើងមកញញឹមស្រស់ស្រាយអង្គុយញញឹមមកកាមេរ៉ាឲ្យអ្នកទាំងអស់គ្នាមើលទេចាពីមុនគឺបើកភ្នែកមកដូចអ្នកទាំងអស់គ្នាអង្គុយគិតរឿងបបាក់ចិត្តផ្សេងជាពិសេសពេលដែលឮដំណឹងអីមកចូលមកគឺឆាប់ប៉ះពាល់អារម្មណ៍ផ្លូវចិត្តមែនទែនអញ្ចឹងបាទខ្ញុំយល់ពីអារម្មណ៍អ្នកទាំងអស់គ្នាហើយខ្ញុំចង់ចែករំលែកចាអានេះកដាយកនេះចាម៉ោង10:47នាទីខ្ញុំកំពុងធ្វើវីដេអូហ្នឹងចាអញ្ចឹងរាល់បញ្ហាដែលចូលមកពេលដែលចិត្តអ្នកទាំងអស់គ្នាទុំខ្សោយវាឆាប់ប៉ះពាល់នៅអារម្មណ៍ប៉ះពាល់នៅផ្លូវចិត្តចាអ្វីដែលយើងត្រូវដោះស្រាយមុនគេមុននឹងយើងទៅដោះស្រាយនៅបញ្ហាយើងត្រូវដោះស្រាយនៅខ្លួនឯងជាមួយនឹងចិត្តខ្លួនឯងជាមុនសិនចាត្រូវទម្លាក់ចោលនៅរឿងអ្វីដែលនៅក្នុងចិត្តព្រោះមុនដំបូងគេរឿងដែលបញ្ហាចូលមកភ្លាមគឺប៉ះផ្លូវចិត្តអញ្ចឹងត្រូវដោះស្រាយជាមួយនឹងផ្លូវចិត្តខ្លួនឯងនៅដោះស្រាយខ្លួនឯងជាមុនសិនឲ្យចិត្តនឹងវាព្រមទទួលជាមុនសិនថាធ្វើម៉េចបានឲ្យចិត្តយើងព្រមទទួលទី1សូមឲ្យដកដង្ហើមមកជ្រៅវែង4 ទៅ 5 ដងឬក៏1 ទៅ 3 នាទីក៏បានដែរចាឲ្យវាមានអារម្មណ៍ថាធូរស្រាលហើយមកពិចារណាចំពោះរឿងមួយហ្នឹងចាវាតែងតែមានហេតុផលសម្រាប់ដែលកើតមកបើយើងដឹងថាហេតុផលហ្នឹងវាកើតដើម្បីអីមកយើងនឹងមានអារម្មណ៍ធូរឯងដោះស្រាយជាមួយចិត្តនឹងបានហើយបើយើងពិចារណាឃើញថារឿងហ្នឹងកើតមកដើម្បីយើងចាដើម្បីឲ្យអ្នកទាំងអស់គ្នារៀនដោះស្រាយដើម្បីឲ្យអ្នកទាំងអស់គ្នារឹងមាំនៃផ្លូវចិត្តចាបើអ្នកទាំងអស់គ្នាអត់ជួបបញ្ហាអស់ហ្នឹងអ្នកទាំងអស់គ្នាក៏អត់កែប្រែខ្លួនឯងដែរក៏អត់បានរៀនសូត្រជាមួយនឹងបញ្ហាហ្នឹងដែរអ្នកទាំងអស់គ្នានៅតែទង់ខ្សោយដដែលអញ្ចឹងរាល់បញ្ហារាល់ឧបសគ្គទាំងអស់គឺសម្រាប់មកបង្រៀនមិនមែនមកបំភ័យអ្នកទាំងអស់គ្នាឲ្យអ្នកទាំងអស់គ្នារត់គេចនឹងបញ្ហាទាំងអស់ហ្នឹងទេពេលដែលយើងតាំងចិត្តចាមុតជាមួយនឹងប្រឈមមុខជាមួយនឹងបញ្ហាព្រមទទួលយកបញ្ហាហ្នឹងថាវាមកចូលបង្រៀនយើងទេអានេះមិនមែនពាក្យលួងខ្លួនឯងទេវាតែវាជាការពិតណាចាពេលដែលយើងមើលធ្លុះទៅបញ្ហាហ្នឹងថាវាចូលមកបរៀនយើងនៅផ្លូវចិត្តយើងចាប់ដើមទទួលយកហើយចាម្ដងបន្តិចចាដូចជារឿងឧទាហរណ៍ថាខ្ញុំឃើញកំបិនយប់មិញខ្ញុំនៅចង់និយាយទៀតចារឿងអ្នកដែលជួបជាពាក់បំណុលបណចាបើអ្នកទាំងអស់គ្នាផ្ដោតនៅលើថាសូម្បីតែអ្នកទាំងអស់គ្នាសុំពោជ័យអីក៏អ្នកទាំងអស់គ្នាបួងសួងលើការដោះបំណុលបានថាចិត្តអ្នកទាំងអស់គ្នាបង្ហាញច្បាស់ថាអ្នកទាំងអស់គ្នាកំពុងតែចងជំពាក់នៅចិត្តខ្លួនឯងជាមួយនឹងបញ្ហាមួយហ្នឹងបើអ្នកទាំងអស់គ្នាអត់ព្រមទម្លាក់ចោលទេអ្នកទាំងអស់គ្នាអត់អាចដោះនៅបញ្ហាហ្នឹងបានដោយងាយទេវានឹងស្រូបទាញនៅឧបសគ្គនៅបញ្ហាបន្ថែមទៀតដែលឲ្យអ្នកទាំងអស់គ្នាចាយលុយប្រើលុយបន្ថែមអ្នកទាំងអស់គ្នានឹងកាន់តែជំពាក់គេលើកដើមគេឲ្យអ្នកទាំងអស់គ្នាយកចេញពីបញ្ហាហ្នឹងគឺដកចិត្តយើងចេញមកចាមកផ្ដោតរឿងផ្សេងវិញគេថាបើសិនយើងផ្ដោតរឿងអីរឿងហ្នឹងវានឹងកាន់តែរីកអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែផ្លាស់ប្ដូរអារម្មណ៍ខ្លួនឯងការគិតខ្លួនឯងមកផ្ដោតរឿងឧទាហរណ៍ចង់មានលុយដោះបណមិនតែគិតខ្វល់ខ្វាយជាមួយនឹងបណហ្នឹងទេត្រូវឈប់គិតពីបណហ្នឹងមកផ្ដោតជាមួយនឹងការងារខ្លួនឯងមកបបខ្លួនឯងធ្វើម៉េចឲ្យវាមានលុយច្រើនជាងមុនអានេះទើបអាចដោះបណបានចាតែមុននឹងទៅដោះដូចខ្ញុំនិយាយខាងដើមអញ្ចឹងត្រូវមកដោះស្រាយផ្លូវចិត្តខ្លួនឯងសិនឲ្យព្រមទទួលស្គាល់ការប៉ັດសិនចាពេលដែលចិត្តអ្នកទាំងអស់គ្នាស្រឡះហើយអ្នកទាំងអស់គ្នាគូបានស្រឡះហើយនឹងមើលឃើញផ្លូវថាអ្នកទាំងអស់គ្នាត្រូវទ្រលុយឲ្យរបៀបម៉េចចាត្រូវផ្លាស់ប្ដូរខ្លួនឯងរបៀបម៉េចតែចិត្តទាំងគុំបតន់ខ្លាំងពេកវាអត់អាចធ្វើអ្វីបានភ្លាមទេត្រូវទទួលស្គាល់ថាយើងអត់អាចទទួលធ្វើឲ្យបានភ្លាមទេដោះស្រាយតាមអ្វីដែលយើងអាចដោះបានប៉ុន្តែមុនដំបូងត្រូវដោះនៅចិត្តខ្លួនឯងជាមុនសិនមកពិចារណាឲ្យជ្រៅដូចខ្ញុំនិយាយខាងដើមអញ្ចឹងចាថាមូលហេតុអីបញ្ហាហ្នឹងវាកើតមកវាត្រូវបង្រៀនយើងហើយវាបង្ហាញថាយើងនៅទុំខ្សោយនៃការរកលុយចានៅចំណេះជំនាញនៃការរកលុយអញ្ចឹងវាបង្ហាញច្បាស់ហើយថាបរៀនយើងដើម្បីឲ្យយើងទៅរៀនជំនាញថែមឲ្យខ្លាំងในការរកលុយជំនាញថែមឬធ្វើអីថែមចាដើម្បីរកលុយមកដោះបណចាឬក៏បើជួបថាបញ្ហារឿងសេដ្ឋកិច្ចហ្នឹងត្រូវតែរកចំណូលបន្ថែមដោយរបៀបម៉េចចាត្រូវបន្ថែមចំណេះជំនាញឲ្យខ្លួនឯងត្រូវសម្លឹងមើលផ្លូវផ្សេងដើម្បីរកលុយមិនតែខ្វល់រឿងគិតតែគិតផ្ដោតគិតបណមិនគិតរឿងថាដំណោះស្រាយរកដំណោះស្រាយតែផ្ដោតឲ្យពិបាកចិត្តថែមគិតបរិយរឿងធំឡើងចាអញ្ចឹងមែនអត់អញ្ចឹងអ្នកទាំងអស់គ្នាត្រូវធ្វើម៉េចឲ្យផ្លូវចិត្តខ្លួនឯងស្រឡះគូក្បាលខ្លួនឯងស្រឡះចាដោយយកពេលវេលាមកនៅជាមួយខ្លួនឯងបច្ចារណាបានជ្រៅដកដង្ហើមមកវែងចារៀនសមាធិខ្លះឲ្យចិត្តខ្លួនឯងត្រជាក់ក្នុងប្រទេសអីចឹងទៅចាអាចស្ដាប់ធម៌ខ្លះរងាប់នៃអារម្មណ៍ផ្លូវចិត្តអ្នកទាំងអស់គ្នាក៏បានដែរហើយខ្ញុំឲ្យអ្នកទាំងអស់គ្នារៀនចោលសូត្រទាញទៅឲ្យអ្នកទាំងអស់គ្នាអ្នកដែលពិបាករឿងលុយហ្នឹងណាគឺអ្នកទាំងអស់គ្នាមានបញ្ហានៅខាងក្នុងខ្លួនឯងហើយប្រព័ន្ធនៃការស្រូបលុយរបស់អ្នកទាំងអស់គ្នានេះគេថាអ្នកដែលមានបញ្ហារឿងលុយខាងក្រៅហ្នឹងគឺវាស្ថិតនៅលើខាងក្នុងនេះចាជាកន្លែងដែលសំខាន់អ្នកទាំងអស់គ្នាបានបិទគេហៅថាបិទធម៌អពលនៃការស្រូបលុយរបស់ខ្លួនឯងពេលអារម្មណ៍ខ្វះខាតចូលមកអ្នកទាំងអស់គ្នាត្រូវចាំថា
អ្នកទាំងអស់គ្នាផ្ដោតបានតែមួយរឿងទេផ្ដោតនៅអារម្មណ៍ដែលកំពុងខ្វះត្រូវការលុយបានន័យថាបញ្ចេញអារម្មណ៍ទៅថាមពលអ្នកទាំងអស់គ្នាបញ្ចេញទៅឲ្យចក្រវាលដឹងថាអ្នកទាំងអស់គ្នាកំពុងតែខ្វះលុយអញ្ចឹងបញ្ជូនរឿងផ្សេងទៀតឲ្យអ្នកទាំងអស់គ្នាកាន់តែខ្វះលុយទៀតយល់ទេពិបាកចិត្តរឿងបំណុលអ្នកទាំងអស់គ្នានឹងជួបបំណុលថែមទៀតអញ្ចឹងអ្នកទាំងអស់គ្នាត្រូវតែរៀនឲ្យដឹងកាន់តែច្បាស់រឿងហ្នឹងចាអញ្ចឹងអាចស្ដាប់ខ្ញុំនៅតាមคลิปវីដេអូខ្ញុំរឿយទៅឬក៏ចាប់ផ្ដើមអ្នកដែលមិនដែលស្គាល់ច្បាប់សុខទាញសោះអាចទៅរៀន14ថ្ងៃនៅក្នុង YouTube Channel របស់ម៉ែរួមបានចាវាយតែ14ថ្ងៃប្រូជីវិតទៅគឺចេញមកហើយចាហើយអ្នកដែលរៀនបានច្រើនហើយអារម្មណ៍កំពុងតែធ្លាក់អត់ដឹងទៅឡើងរបៀបណាចាអីចាចង់រៀនមានគ្រូនាំផ្លូវអ្នកទាំងអស់គ្នាអីចាអាចតាក់ទងខ្ញុំបានចាឆាតមកខ្ញុំបានចាចូលរៀនជាវគ្គប្រចាំវគ្គជាមួយខ្ញុំក៏បានឬក៏រៀនមួយខ្ញុំប្រចាំថ្ងៃក៏បានដែររៀនប្រចាំថ្ងៃនៅក្នុងក្រុម Telegram ដែលអ្នកទាំងអស់គ្នាមិនងាយធ្លាក់ទេអត់ងាយទៅពីទេឲ្យតែអ្នកទាំងអស់គ្នានៅជាមួយខ្ញុំនិយាយមែនព្រោះកូនខ្ញុំភាគច្រើននៅក្នុងក្រុមហ្នឹងឯងអ្នកដែលរៀនមកយូរឆ្នាំណាហើយអត់ឡើងអត់ដឹងទៅតាមផ្លូវណាទេទៅមកជាមួយខ្ញុំទេដែលអាចទៅមុខបានមានអារម្មណ៍សុបាយចិត្តមានអារម្មណ៍ក្តីសុខមានអារម្មណ៍ថាទម្លាក់ចោលបានស្រឡះចិត្តជាងមុនស្រោបលុយបានជាងមុនចាខ្ញុំហ៊ាននិយាយចឹងហ្មងមិននិយាយអួតខ្លួនឯងទេប៉ុន្តែវាជាការពិតចាដល់ប្រហែលខ្ញុំមិនមែនចេះតែយកអីមកនិយាយទៅពេកណាទៅពីទេចាអញ្ចឹងខ្ញុំចែកលេខប៉ុណ្្នឹងចាអរគុណច្រើនពេលនេះខ្ញុំវិមាន